Rương khmoi neri rong chạ. Nơi chi krong Phnom Penh miên rong chạ cha đãត្រូវបានគេបិទទ្វារអស់ជាង20ឆ្នាំមកហើយជាងអេបដែលធ្លាប់មានពណ៌លឿងស្រស់ឥឡូវប្រែក្លាយជាពុកផុយនិងអស់សភាពរឹងមាំដោយសារទឹកភ្លៀងប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចជាងនេះគឺរឿងរ៉ាវអាថ៌កំបាំងដែលគេគ្រប់គ្នាភ័យខ្លាចអំពីស្ត្រីម្នាក់ដែលត្រូវបានគេឃើញនៅក្នុងរោងចក្រនេះរាល់យប់កាលពីឆ្នាំ2003មានកម្មការិនីឈ្មោះសូភាដែលធ្វើការនៅរោងចក្រនេះនាងជាស្ត្រីក្រីក្រមានឪពុកម្ដាយចាស់និងប្អូនប្រុសតូចដែលត្រូវការថែទាំនាងត្រូវបានប្រធានរោងចក្រចាប់ធ្វើបាបយ៉ាងឃោរឃៅតែងតែជេរប្រមាថហើយកាត់ប្រាក់ខែជាញឹកញាប់ថ្ងៃមួយមានអ្នកធ្វើការនិយាយថានាងបានលួចគ្រឿងអលង្ការរបស់ប្រធានរោងចក្រហើយមេចាប់បានហើយបានដាក់ទណ្ឌកម្មនាងយ៉ាងឃោរឃៅរហូតនាងស្លាប់នៅក្នុងរោងចក្រនោះឯងតាំងពីថ្ងៃនោះមកមានអ្នកដំណើរជាច្រើនដែលឆ្លងកាត់តំបន់នោះបានឮសំឡេងយំសោកនិងឃើញស្រមោលស្ត្រីម្នាក់ដើរនៅក្នុងរោងចក្រមានអ្នកខ្លះថែមទាំងអះអាងថាបានឃើញនាងសុភាឈរនៅជាបង្អួចភ្នែកហូរឈាមដែលកាន់សំពត់ពណ៌ដូចជាកំពុងស្វែងរកយុត្តិធម៌ក្រុមហ៊ុនជាច្រើនបានព្យាយាមទិញដីនេះដើម្បីសាងសង់អគារថ្មីប៉ុន្តែគ្រប់គ្នាត្រូវបដិសេធដោយសារបញ្ហាអាថ៌កំបាំងមានកម្មករសាងសង់ខ្លះដែលហ៊ានចូលទៅកាន់កាប់រោងចក្រចាស់ត្រូវបានគេឃើញរត់ចេញដោយបះក្រញាំកម្មករបានអះអាងថាពួកគេបានឃើញស្ត្រីម្នាក់ដើរតាមពួកគេគ្រប់ពេលមានអ្នកខ្លះទៀតលែងហ៊ានចូលទៅក្នុងរោងចក្រនោះត្រឡប់មកវិញដោយវង្វេងវង្វាន់អ្នកខ្លះត្រូវនាងលងបន្លាចប្រែទៅជាឈួតលីលាខ្លះដល់ថ្នាក់លោតពីលើអគាររោងចក្រស្លាប់គ្មានរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងរោងចក្រនោះទេអ្នកភូមិជិតខាងនៅតែសំឡេងយំរាល់យប់ហើយមានអ្នកខ្លះថាបើអ្នកដើរក្បែរនោះនៅពេលយប់អាចមានអារម្មណ៍ថាមានអ្នកដើរតាមពីក្រោយឬមានអ្នកអង្គុយលើក្បាលពេលដេកលក់